សួស្តីអ្នកនរគ្នាជួបគ្នាជាមួយនឹងអេពីសូតទី2នៅក្នុង Side Talk ខ្ញុំ Parker ហើយថ្ងៃនេះយើងនឹងមកនិយាយអំពី eSport World Cup តោះកុំឲ្យខាត់ពេលយូរចូលទៅកាន់វីដេអូយើងទាំងអស់គ្នា eSport World Cup ត្រូវបានគេប្រកាសនៅចុងឆ្នាំ2023ថានឹងរៀបចំការប្រកួតនៅក្នុងឆ្នាំ2024នៅទីក្រុងរីយ៉ាតប្រទេសអារ៉ាប៊ីសាអូឌីតហើយការប្រកួត eSport World Cup នេះអាចរាប់បានថាជាការប្រកួតបែបអូឡ িম্প ពិកនៅក្នុងវិស័យ eSport ដ៏ធំមួយដែលមានការចូលរួមពីកីឡាករក៏ដូចជាក្រុមធំៗទូទាំងពិភពលោកហើយបើនិយាយពីប្រាក់រង្វាន់វិញគឺមានប្រាក់រង្វាន់ច្រើនជាងគេបំផុតដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្ររបស់ eSport សម្រាប់ eSport World Cup កាលពីឆ្នាំ2024គឺមាន prize pool រហូតដល់62លាន50ម៉ឺនដុល្លារហើយសម្រាប់ឆ្នាំ2025នេះprize pool របស់ eSport World Cup គឺឡើងទៅដល់70លាន45ម៉ឺនដុល្លារអញ្ចឹងយើងនិយាយតាក់ទងជាមួយនឹងឆ្នាំ2024វិញសម្រាប់ឆ្នាំ2024 organization ដែលទទួលបានចំណាត់ថ្នាក់លេខ1នោះគឺបានទៅលើ Team Falcon ហើយលេខ2គឺ Team Liquid ហើយសម្រាប់លេខ3គឺ Team BDS យើងងាកមកឆ្នាំ2025វិញសម្រាប់វិញ្ញាសា eSport ដែលនឹងចូលរួមនៅក្នុងការប្រកួត eSport World Cup គឺមានដូចជា Apex Legends, Call of Duty, Chess, Counter Strike, Crossfire, Dota 2, EA Sport FC, Fighter, Free Fire, Honor of King, Mobile Legends, League of Legends, Overwatch, PUBG Mobile និង PUBG Computer, Rainbow Six, Rocket League, Sim Racing, StarCraft 2, Teamfight Tactics និងចុងក្រោយគេគឺ Valorant អូខេឥឡូវយើងមកមើលពី prize pool នៃការប្រកួតលើវិញ្ញាសាមួយវិញទី1 Sim Racing មាន prize pool 50ម៉ឺនដុល្លារ Valorant មាន prize pool 1លាន25ម៉ឺនដុល្លារ Dota 2 មាន prize pool 3លានដុល្លារ Fatal Fury មាន prize pool 1លានដុល្លារ Apex Legends មាន prize pool 2លានដុល្លារ Mobile Legends ផ្នែកបរោះដែលជាការប្រកួត MSC ឬក៏MLBB Mid Season Cup 2025ហ្នឹងគឺមាន prize pool 3លានដុល្លារ Mobile Legends ផ្នែកនារីដែលជាការប្រកួត MWI 2025មាន prize pool 50ម៉ឺនដុល្លារ Honor of King World Cup 2025មាន prize pool 3លានដុល្លារ Free Fire មាន prize pool 1លានដុល្លារ League of Legends មាន prize pool 2លានដុល្លារ StarCraft មាន prize pool 70ម៉ឺនដុល្លារ Call of Duty មាន prize pool 1លាន80ម៉ឺនដុល្លារ PUBG Mobile ដែលជាការប្រកួត PUBG Mobile World Cup 2025មាន prize pool 3លានដុល្លារ Chess មាន prize pool 1លាន50ម៉ឺនដុល្លារ Overwatch 2 មាន prize pool 1លានដុល្លារ Rainbow Six មាន prize pool 2លានដុល្លារ Call of Duty Warzone មាន prize pool 1លានដុល្លារ EA Sport FC មាន prize pool 1លានដុល្លារ Teamfight Tactics មាន prize pool 50ម៉ឺនដុល្លារ PUBG PC មាន prize pool 2លានដុល្លារ Rocket League មាន prize pool 1លានដុល្លារ Crossfire មាន prize pool 2លានដុល្លារ Street Fighter 6 មាន prize pool 1លានដុល្លារនិងចុងក្រោយគេ Counter Strike 2 មាន prize pool 1លាន25ម៉ឺនដុល្លារអញ្ចឹងសំណួរសួរថាហេតុអីបានជាអារ៉ាប៊ីសាអូឌីតព្យាយាមដើម្បីបុកទៅលើវិស័យ e-sport នេះអញ្ចឹងបើនិយាយទៅតាក់ទងជាមួយនឹងអារ៉ាប៊ីសាអូឌីតគឺគេព្យាយាមពង្រីកចក្ខុវិស័យរបស់ពួកគេក្រៅពីផ្នែកប្រេងគឺពួកគេនឹងវិនិយោគបន្ថែមទៀតទៅលើវិស័យទេសចរណ៍វិស័យ technology ក៏ដូចជាវិស័យ e-sport នេះឯងហើយក្នុងនោះ e-sport ក៏ជាចក្ខុវិស័យមួយរបស់អារ៉ាប៊ីសាអូឌីតផងដែរដែលស្ថិតនៅក្នុងចក្ខុវិស័យឆ្នាំ2030របស់ពួកគេដោយដែលអ្នកនរគ្នាបានឃើញស្រាប់អញ្ចឹងសូម្បីតែ organization របស់ e-sport ដែលលេចធ្លោជាងគេឥឡូវនេះគឺឃើញមានដូចជា Team Falcon ដែលជា team មកពីអារ៉ាប៊ីសាអូឌីតដូចគ្នាសំណួរមួយទៀតបានចោទសួរថាហេតុអីបានជា eSport World Cup មានសារៈសំខាន់ដូចដែលយើងបានឃើញហើយ eSport World Cup កាលពីឆ្នាំ2024នេះគឺគេធ្វើឡើងពិតជាធំមែនទែនយើងឃើញមានប្រទេសចូលរួមប្រកួតនៅក្នុង eSport World Cup 2024នេះគឺមានទូទាំងពិភពលោកតែម្ដងហើយអ្វីដែលកាន់តែពិសេសនោះគឺ eSport World Cup គឺជាបណ្ដុំនៃការប្រកួតកីឡាអេឡិចត្រូនិកស្ទើរតែគ្រប់វិញ្ញាសាហើយក្រុមនីមួយៗគឺគាត់ព្យាយាមប្រឹងប្រែងមែនទែនដើម្បីក្លាយជាក្រុមតំណាងជាតិរបស់ខ្លួនលើកទង់ជាតិរបស់ខ្លួនឡើងទៅលើឆាកអន្តរជាតិដែល eSport World Cup នេះគឺជាការប្រកួតដ៏ធំអស្ចារ្យមួយហើយឲ្យពួកគេបានបង្ហាញពីសមត្ថភាពរបស់ខ្លួនក៏ដូចជាសមត្ថភាពរបស់ប្រទេសរបស់ខ្លួននៅក្នុងការប្រកួតអន្តរជាតិអូខេសម្រាប់វីដេអូនៅក្នុងថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេ
សង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលចិត្តអញ្ចឹងកុំភ្លេច comment ទាំងអស់គ្នាថាតើវិញ្ញាសាការប្រកួតកីឡាលើកទម្ងន់មួយណាដែលអ្នកទាំងអស់គ្នាចូលចិត្តមើលមួយវិញទៀតកុំភ្លេចចុច subscribe ម្នាក់មួយផងហើយខ្ញុំនឹងជួបអ្នកទាំងអស់គ្នានៅវីដេអូក្រោយបាយបាយ